ដាមសមុទ្រជាមួយមិត្តភក្តិ3ឆ្នាំហើយមើលចរន្តទឹកដូនតានិងនុយក្ដាមរូបមន្តសម្ងាត់ខ្ញុំបានប្រែក្លាយយកប៉ាល់អេតចៃមួយនេះឲ្យក្លាយជាកប៉ាល់រកលុយបានច្រើនបំផុត3ឆ្នាំជាប់គ្នាពេលល្បីឈ្មោះយើងក៏បានដូរកប៉ាល់ធំតម្លៃរាប់លានតែមិត្តភក្តិនិងប្រពន្ធវាបែរជាចង់ធាក់ខ្ញុំចោលទៅវិញកប៉ាល់នេះឪពុកខ្ញុំចំណាយ12លានទិញមកលើកប៉ាល់បំពាក់សុទ្ធតែឧបករណ៍ស្វ័យប្រវត្តិទំនើបរាល់ថ្ងៃថ្លៃប្រេងថ្លៃជួសជុលមិនមែនយើងជាអ្នកចេញលុយទេអីចុះឯងវិញឈឹងវឹងរាល់ថ្ងៃគ្រាន់តែឈោមើលកម្ដៅទឹកហើយយកត្រីស្អុយញាត់ចូលត្រង់ក្តាមប៉ុណ្ណឹងឥឡូវកប៉ាល់ប្រើម៉ាស៊ីនអស់ហើយឯងមិនបាច់ហូរញើទេណែកលុយ10000នេះចាត់ទុកជាលុយចែកផ្លូវយកទៅហើយកុំមកជន់ទីនេះទៀតខ្ញុំអន់មើលស្រោមសម្បត្តិដែលសាមទឹកសមុទ្រទាំងមិនមាត់មួយម៉ាត់ហើយក៏សម្លឹងទៅស៊ុនហៃជៀនដែលឈោពីក្រោយប្រពន្ធហៃជៀនឯងភ្លេចពាក្យសន្យាហើយអីអញចេញលុយទិញកប៉ាល់ខ្ញុំចេញបច្ចេកទេសនិងនុយខ្ញុំយកចំណែក 30% រយៈពេល3ឆ្នាំនេះខ្ញុំរកលុយឲ្យពួកឯងរាប់លានចុះលុយ10000នេះមានន័យថាម៉េចឈឹងវឹងឯងកុំចង់បានកំភួនពេករាល់ថ្ងៃឯងគ្រាន់តែយកទឹកថ្នាំខ្មៅចាក់លើត្រីស្អុយខែឯង5-3000គឺច្រើនជាងគេទៅហើយឯងពិតជាគិតថាខ្លួនឯងជាដៃគូចែកហ៊ុនមែនអីត្រឹមទឹកថ្នាំអន់សោះចិនយ៉ាបើគ្មានរូបមន្តទឹកថ្នាំខ្ញុំទេក៏ប៉ាល់រាប់លានរបស់នាងទៅដល់សមុទ្រក៏ចាប់បានតែថ្មមកវិញដែរក្តាមយៈនៅទីនេះឆ្លាតប៉ុណ្ណាហើយពិបាកចាប់ប៉ុណ្ណាពួកនាងមិនដឹងទេអីអូហូឈឹងវឹងឯងគិតថាខ្លួនឯងជាម្ចាស់សមុទ្រមែនទេគ្រាន់តែជានុយលីជាមួយកៅត្រីនិងអាស៊ីតអាមីណូប៉ុណ្ណឹងតើឯងគិតថាអាតៃខ្វាតាមរៀនជាមួយឯង3ឆ្នាំនេះវាអត់ចេះអីមែនបងហ្វឹងទាំងរូបមន្តសីតុណ្ហភាពនិងពេលវេលាគឺខ្ញុំក៏ទុកអស់ហើយតាមពិតវាមិនពិបាកធ្វើនោះទេឬពាក្យនេះហើយបេះដូងខ្ញុំក៏ត្រជាក់ស្រឹប3ឆ្នាំនេះខ្ញុំទ្រាំរងាញាក់ញ័រស្ទើរស្លាប់ដើម្បីពិនិត្យគុណភាពទឹកនិងចរន្តទឹកដើម្បីរក្សារូបមន្តនុយដ៏សម្ងាត់ដែលអាចតាក់ទាញក្តាមយៈបានខ្ញុំបង្ខាំងខ្លួនឯងក្នុងបន្ទប់ស្អុយទ្រាំហាត់ក្លិនស្អុយរាប់ខែរហូតស្ទើរតែខូចច្រមុះទៅហើយដើម្បីតាក់ទាញមួយធំឲ្យមកទិញខ្ញុំត្រូវបន្ទាបខ្លួនញ៉ាំស្វាគមន៍គេរាល់ថ្ងៃខំរកមួយឲ្យស៊ុនហៃជៀនអស់រយៈពេល3ឆ្នាំពេញកប៉ាល់របស់វាដែលរកលុយទិញប្រេងមិនបានផងខ្លាចជាកប៉ាល់រកលុយបានច្រើនបំផុតប្រចាំថ្ងៃនេះគឺខ្ញុំយកកន្លះជីវិតទៅបដូរមកតែពេលនេះពួកគេលួចមើលរូបមន្តពាក់កណ្ដាលរបស់ខ្ញុំហើយទៅទិញទឹកចិត្តកូនសិស្សខ្ញុំពួកគេស្មានតែខ្លួនឯងចេះបច្ចេកទេសចាប់ក្តាមយៈអស់ហើយសម្លឹងមើលអូប៉ាល់ដ៏ធំនេះហើយគិតថាមួយមកទិញដោយសារតែអាវធំរបស់ស៊ុនហៃជៀននឹងខ្ញុំអោនរើស្រោមសម្បត្តិដែលសាមនោះរួចញ៉ាត់ចូលហោប៉ាល់អាវធំយកពងតាមនឹងចុះហាហាទឹកខំធ្វើការទៅពួកគេមិនដឹងទេថារូបមន្តដែលអាចវាចាប់នៅដើមថោកវាអាចនឹងប្រើបានមែនប៉ុន្តែបើនៅតំបន់សមុទ្រជ្រៅវិញរបស់នោះវាត្រឹមតែជាថ្នាំបំពុលប៉ុណ្ណោះលុយ10000នេះសូម្បីតែថ្លៃលៀងឈាមឪពុកខ្ញុំកន្លះខែក៏មិនគ្រាន់ផងអាឡូបងហានមែនទេអូហូប្អូនវឹងហាហាទីបំផុតក៏នឹកឃើញបងហើយតើយ៉ាងម៉េចហើយកប៉ាល់ស៊ុនហៃជៀនចិត្តចូលផែហើយហោះលើកនេះមានគ្រឿងសមុទ្រល្អជួយទុកឲ្យបងខ្លះផងណាបងហានខ្ញុំលេងធ្វើការឲ្យប៉ាល់គេហើយខ្ញុំបរំរកកប៉ាល់ខ្លួនឯងបងហានខ្ញុំចង់ទៅកន្លែងមួយនោះដើម្បីលេងមួយក្តារធំប្អូនប្រុសកន្លែងដែលឯងនិយាយមិនមែនជាតំបន់ទឹកកងរណភាពខាងជើងដែលសំបីតែរ៉ាដាក៏លេងបានហើយហោះទីនោះសុទ្ធតែថ្មប៉ប្រទឹកគេហៅថាភ្នូខ្មោចអ្នកនេសាទណាបងហានពួកអ្នកមានគឺមិនខ្វះគ្រឿងសមុទ្រទេតែអ្វីដែលពួកគេខ្វះគឺរបស់កំមុកតំបន់នោះគ្មានអ្នកណាហ៊ានទៅទម្លាក់សំណាញ់7-8ឆ្នាំហើយក្តាមយៈអ្នកណាដឹងទេថាវាធំដល់កម្រិតណាប្អូនប្រុសបងដឹងថាឯងច្បាស់ជាត្រូវស៊ុនហៃជៀននិងប្រពន្ធវាក្បត់ឯងហើយរឿងនេះបងហានស្ដាប់ខ្ញុំសិនកាលនោះនៅផែនេះបងត្រូវពួកក្មេងស្ទាវចាប់អីវ៉ាន់រាប់សិបឡានបើខ្ញុំមិនតស៊ូជិះទូកកាត់រលកធំទៅរកខ្សែទម្លារឿងឲ្យបងទេនៅគៀនផែមានកប៉ាល់ចាស់មួយដែលបញ្ចាំទុកនៅរោងជាងកប៉ាល់ហើយថៅកែរត់បាត់ហើយកប៉ាល់នោះទោះបីជាចាស់មែនយកពងបិទទូរស័ព្ទភ្លាមខ្ញុំទាញយកឲ្យចិត្តរួចដើរសម្ដៅទៅគៀនផែដែលតំបន់នោះត្រូវបានគេហៅថាទីបញ្ចុះស្ពប៉ាល់ខ្យល់សមុទ្របក់កាន់តែខ្លាំងព្រើក៏ចាប់ផ្ដើមធ្លាក់អូហូមិនមែនឆឹងវឹងទេអីថាកែធាត់ខានជួបគ្នាយូរហើយបងហ្វឹងបងលេងសាច់មែនអត់ហ្នឹងតែអេកចៃនេះទោះបីជាបាត់ក្រោមតែ3ឆ្នាំហើយមិនដែលបញ្ឆេះសោះគឺស្ទើរតែទៅជាអេកចៃហើយមើលចុះយករបស់នឹងទៅចាប់ត្រីឬយកទៅបានហើយរឿងផ្សេងកុំខ្វល់ឲ្យពេលឯងសម្អាតទៅយកប្រេងម៉ាស៊ីនធំឲ្យស្អាតហើយដូរម៉ាស៊ីនស្ទូចម៉ាស៊ីនទាញខ្សែកាបដែលច្រេះស៊ីនឹងឲ្យដើរវិញផងហើយទំហំកម្លាំងទាញត្រូវដំឡើងឲ្យដល់កម្រិតអាត់បម៉ាបងហ្វឹងទុកចិត្តចុះខ្ញុំឲ្យគេធ្វើឥឡូវនេះហ្មងឈប់សម្រាប់ទៅពួកម៉ាមិនខកពេលទេយកឧបករណ៍ឡើងកប៉ាល់ខ្យល់ព្យុះទៅមានការធំហើយពេលនេះរឿងកប៉ាល់ដោះស្រាយរួចហើយដល់ពេលដែលត្រូវទៅផ្ទះហើយប៉ាម៉ាក់ខ្ញុំមកវិញហើយអូហូកម្ពុជាអ្នកបច្ចេកទេសប្រចាំផែមកវិញហើយតើយល់ថាឯងត្រូវថៅកែស៊ុនដេញចេញពីប៉ាល់ហើយហោះយ៉ាងម៉េចហើយការងារប្រាក់ខែ5-3000លេងមានធ្វើហើយមែនអត់ពេលនេះដឹងរសជាតិទឹកសមុទ្រហើយឬនៅកូនវឹង
បងជីដូនមួយកូនឯងនិយាយមែនចុះថ្លៃលៀងឈាមប៉ាឯងអាទិត្យក្រោយបានលុយពីណាខាងពេទ្យគេទា2ដងហើយណាកូនរឿងលុយកុំបារម្ភអីខ្ញុំចេះចាត់ចែងហើយចាត់ចែងស្អីគេខ្ញុំលើអាតៃខ្វានិយាយប្រាប់ហើយគេដឹងពីរូបមន្តរបស់ឯងខ្ទេចអស់ហើយឯងឥឡូវគ្រាន់តែជាមនុស្សអត់ប្រយោជន៍ឲ្យដឹងចុះលុយ5000ដែលខ្ញុំឲ្យខ្ចីកាលពីខែមុនហ្នឹងថ្ងៃនេះឯងត្រូវតែសងខ្ញុំឲ្យអស់ខ្ញុំទុកលុយនឹងយកទៅចង់ដៃឈិនយ៉ាទៀតផងឯងកុំចង់ស៊ីដាច់ឲ្យសោះកូនហ្វឹងកុំឆ្លោះជាមួយបងអីមិនអីទេប៉ាឈប់មើលជំងឺក៏បានដែរជំងឺនេះចាក់លុយចោលសោះនឹងប៉ាឯងនិយាយផ្ដេសផ្ដាស់អីហ្នឹង5000ប្រាក់ដើម1000ប្រាក់ការយកលុយហើយជិះសេះហោះចេញពីផ្ទះខ្ញុំទៅអូហូចឹងហ្វឹងតាមមើលទៅឯងលួចកឹបគេងលុយពីថៅកែសុនមិនតិចទេតើតែខ្ញុំសូមផ្ដាំបន្តិចចុះពេលដែលចាក់ចេញពីប៉ាសុនហើយជៀនឯងនៅផែនេះគឺមិនស្មើនឹងអាចមួយដុំផងចាំមើលដល់ពេលលុយនឹងចាយអស់កុំមករត់លូនសុំខ្ចីលុយខ្ញុំទៀតឲ្យសោះម៉ាក់នេះជាលុយបរិយាប្រទានស្អែកម៉ាក់យកលុយនេះទៅបង់ថ្លៃពេទ្យឲ្យប៉ាទៅខ្ញុំទៅទទួលការងារទី1ត្រូវចេញទូប្រហែលថ្ងៃសិនអាហ្វឹងមកយកអីវ៉ាន់ទៀតហើយហ៎ទឹកថ្នាំអាស៊ីតអាមីណូខ្ញុំរៀបចំទុកឯងរួចរាល់ហើយលើកនេះមិនយករបស់នឹងទេមិនអញ្ចឹងរដងអញទិញតែអាមួយនឹងតើវាថកហើយល្អទៀតដឹងតែត្រូវម៉ាស់នៅសមុទ្រក្បែរនឹងមកចុះមិនក៏សុបដូររូបមុនអញ្ចឹងទឹកមួយធុងនោះខ្ញុំទុកសម្រាប់ប្រើលេងនៅក្បែរផែនេះទេលើកនេះមិនមែនក្បែរនឹងទេខ្ញុំត្រូវទៅសមុទ្រទឹកកកដ៏ជ្រៅមិនលេងកូនក្មេងទៀតទេគឺលេងមួយក្តារធំតែម្ដងខ្ញុំថាហើយតាំងពីដើមមកឯងតែងតែលាក់ល្បិចការពិតនៅមានក្បាច់ពិសេសទៀតតែនឹងបងហ្វឹងពិតជាចង់ទៅទីនោះមែនហ៎កន្លែងនោះថ្មប៉ប្រទឹកច្រើនជាងថ្មីឆ្កែទៅទៀតរ៉ាដាចូលទៅដល់គឺខ្វាក់ភ្នែកហើយកប៉ាល់ចូលទៅទីនោះ10គ្រឿងប្រហែល9គ្រឿងទៅហើយដែលមិនអាចត្រឡប់មកវិញបាននោះបើខ្លាចស្លាប់លោតចូលទឹកខែទៅវិញឥឡូវទៅពូកៃបើជោគជ័យមួយក្តារនេះលុយផឹកស្រាពេញមួយជីវិតពូខ្ញុំបងហ្វឹងជីវិតខ្ញុំនេះឲ្យតែរកលុយបានទូចុះនរកក៏ខ្ញុំហ៊ានទៅដែរល្អនេះហើយជាអត្តចរិតដែលខ្ញុំចង់បានតោះចេញដំណើរបងហ្វឹងនោះគឺប៉ាល់ធំរបស់ស៊ុនហៃជៀនមិនបាច់ខ្វល់ពីវាទេយើងទៅមុខទៀតអូហូមិនមែនជាអ្នកបច្ចេកទេសចឹងវឹងទេអីមិនក៏រើបានកប៉ាល់អេខាយចេញមកជាសមុទ្រជើណាប្រយ័ត្នអ្នកប៉ាល់ធ្លីបាតអត់មានអ្នកណាជួយអញទេទៅចាប់ត្រីតូចនៅមាត់លូទៅវាសំជាងហាហាបណ្ដោយឲ្យពួកគេសាយទៅចាំដល់ពេលខ្យល់ព្យុះបោកបក់មកពួកគេនឹងដឹងច្បាស់ថាអ្នកណាទើបជាម្ចាស់សមុទ្រពិតប្រាកដបងហ្វឹងម៉ាស៊ីនបង្ហាញថាខាងក្រោមនេះជ្រៅណាស់ចរន្តទឹកក៏លឿនខ្លាំងដែរបន្ថយល្បឿនបន្តិចទប់ក្បាលកប៉ាល់ឲ្យនឹងតាជូដាក់នុយត្រៀមទម្លាក់ត្រង់ទៅប្រឹងឲ្យអស់កម្លាំងពីខ្លួនមកបងហ្វឹងរួចរាល់ហើយល្អបន្តពីនេះគឺរងចាំមើលលទ្ធផលហើយពូកៃប្រមូលខ្សែកាប់ឡើងបងហ្វឹងម៉ាស៊ីនកង់ហើយទាញលេងរួចខ្សែចិត្តដាច់ហើយខាងក្រោមដូចជាតាក់ជាប់សាច់ចម្លែកឯហើយខ្សែចិត្តដាច់ហើយលឿនឡើងមិនត្រូវទេនេះមិនមែនតាក់បាត់សមុទ្រទេបើតាក់ជាប់ថ្មខ្សែកាប់ច្បាស់ជារបូតបាត់ហើយតែស្ថានភាពបែបនេះដូចជាជាប់សត្វយាអីមួយចឹងពូកៃមើលរលកទឹកឲ្យច្បាស់ពេលក្បាលកប៉ាល់ចុះក្រោមត្រូវកាន់ចង្កូតឲ្យនឹងសិន